បន្តិចទៀតនេះខ្ញុំបាទជាមួយនឹងខ្លារបស់គាត់នឹងចូលទៅចងដៃគាត់ចង់ដឹងថាតើនឹងមានរឿងអ្វីកើតឡើងនៅពេលគាត់ទទួលបានដំណឹងនៃការដែលបំពេញបំណងប្រាថ្នារបស់គាត់ទស្សនាដល់អ្នកគ្នាបាទប្រិមត្តទស្សនិកជនអរគ្នាឥឡូវនេះវគ្គពិសេសរបស់យើងបានមកដល់ហើយគឺជាការដែលយើងចូលមកចងដៃកូនកន្លះខ្លួនរបស់ខ្ញុំសូមដាក់បាទខ្លួនឲ្យរៀងគិបអៀកបន្តិចបាទក្នុងថ្ងៃនេះផងដែរខ្លាសំណប់ចិត្តរបស់អ្នកឯងដែលជាអ្នកជួយជុំជ្រែងបាទពុំមែនឡើងឲ្យអ្នកឯងបានរៀបចំរហូតដល់ឥឡូវនេះចូលថ្ងៃរោងជ័យជាមួយគ្នាដោយហេតុនេះហើយឃើញអំពីក្តីស្រឡាញ់របស់អូនហើយក៏ដូចជារឿងរ៉ាវប្រវត្តិស្នេហារបស់អូនបងនិងក្រុមការងាររបស់ Srabi Anchor នៃកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងទទួលយកនៅអ្វីដែលជាបំណងប្រាថ្នានៅក្នុងថ្ងៃមង្គលរបស់បងអូនដោយក្នុងនោះបងអូនបានសូមមានលក្ខណៈដែរបាទឥឡូវអូខេបាទដូច្នេះទី1នេះគឺជាកញ្ចប់ថវិកាសម្រាប់ឲ្យបងអូនដោះស្រាយទៅលើបាទរោងក៏ដូចជាចុងភៅចាបាទអរគុណច្រើនបងទី2សម្រាប់ភ្នួងនៃការស្លៀកពាក់របស់យើងឲ្យកាន់តែស្អាតបាទចាបាទទី3គឺជាមួយនឹងអកកដងល្ងាចនេះដែលយើងនឹងទទួលភ្ញៀវផងដែរហើយបងជឿជាក់ថានេះគឺជាអ្វីមួយដែលអាចសម្រាលបន្ទុកខ្លាំងមែនទែនសម្រាប់ថ្ងៃមង្គលរបស់បងប្អូនជាពិសេសនេះចាប់ពីពេលនេះតទៅបងប្អូនទាំងពីរនាក់នឹងក្លាយទៅជាគ្រួសារហើយបងប្រុសក៏ចាប់ផ្ដើមធ្វើខ្លួនជាមេគ្រួសារនឹងចាត់ចែងក៏ដូចជាថែសាងប្រពន្ធរបស់យើងផងដែរបាទសម្រាប់បងប្អូនទាំងពីរតើមានអារម្មណ៍យ៉ាងណាដែរនៅពេលដែល Srabi Anchor ដែលបានឧបត្ថម្ភធំក៏ដូចជាបានបំពេញបំណងប្រាថ្នាក្នុងថ្ងៃមង្គលរបស់បងប្អូនមានអារម្មណ៍ថារំភើបចិត្តហើយសប្បាយចិត្តជាខ្លាំងអញ្ចឹងឲ្យលេងចង់ចាញ់ហើយសប្បាយចិត្តខ្លាំងពេកបាទចុះសម្រាប់កូនកន្លះវិញមានអារម្មណ៍ថាសប្បាយចិត្តហើយក៏រំភើបដែរ